មហាសង្ក្រាន្តឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025មហាសករាជ1947ចលសករាជ1387សុភមស្តុវរៈមង្គលាជយាតិរេកព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ1រោចខែពិសាខឆ្នាំម្សាញ់សពស័កតទៅចូលពុទ្ធសករាជ2569និងកណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីពេលនោះព្រះអាទិត្យចេញពីមីនារាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវកូវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនិយិកាព្រះនាមកោរិកៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលម្អនៅព្រះការដោយសៀតផ្កាអង្គាបបុសអភរណៈកែវមុតតាផស្សហាទ្រង់តេលំប្រេងព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់គង់ផ្ទុំបិទព្រះនេត្រលើខ្នងស្ដេចព្យាស្ដេចខ្លាជាយានពីហណៈទៅនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មមេលីនាទីភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង7ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិស្វកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀបភ្លឺជាថ្ងៃចូលឆ្នាំវរៈមហាសង្ក្រាន្តថ្ងៃអង្គារ3រោចខែចែកត្រូវនឹងថ្ងៃទី15ខែមេសាគ្រិស្តសករាជ2025ជាថ្ងៃវរៈវណ្ណបតថ្ងៃពុធ4រោចខែចែកត្រូវនឹងថ្ងៃទី16ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 8:27 នាទី36 វិនាទីជាថ្ងៃវរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរណ៍ចូលជាសកលឆ្នាំម្សាញ់សពស័កមហាសករាជ1947ចលសករាជ1387តទៅនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្តអាក្រក់អន្តេរដ្ឋ័យជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសន្តានតាមប្រពៃណីរក្សាសិល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសពសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅរណ្ដាប់ទទួលទេវតារណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរៀងទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងត្រូវរៀបចំក្រាលសម្ពុតពណ៌សឬសម្ពុតតាមអំពរទេវតាក៏បានហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវតាមានជាអាច
បាយសី9ថ្នាក់1គូបាយសី7ថ្នាក់1គូបាយសី5ថ្នាក់1គូបាយសី3ថ្នាក់1គូបាយសីបច្ឆាម1គូស្លាធម៌1គូទឹកអប់1គូទៀន5ធូប5លៀច5ផ្កា5ដាក់លើជើងពៀន1គូចេកនួនចេកណាំវ៉ាដាក់លើជើងពៀន1គូផ្លែឈើ11មុខរៀបដាក់ជើងពៀន11គូដងឡើង1គូទឹកស្អាត2កែវស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមន្ទិលទាំងពួងតម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកលុះចប់ពិធីទទួលទេវតានៅខាងដើមរៀនគួរមានឃ្លោះមួយបាំងផងដែរនៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិភួងពីលើគ្រប់ដង្វាយនៅលើជើងពៀននិងនៅលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺទំនាយតាមថ្ងៃសង្ក្រាន្តក្នុងឆ្នាំម្សាញ់សពស័កទំនាយថ្ងៃមហាសង្ក្រាន្តចូលឆ្នាំត្រូវនឹងថ្ងៃច័ន្ទទំនាយថាឆ្នាំនោះនឹងចាញ់សេនាបតីអ្នកធំអុកញ៉ាលោកជំទាវទាំងឡាយចាញ់មានន័យថាខូចបនស័កអន់រិស័យមានវិបត្តិភ្លៀងនឹងមានដើមឆ្នាំស្រូវអង្ករល្អណាស់តែមនុស្សនៅជួបផលលំបាកឲ្យក្រែងប្រច័ត្នខ្សាត់និងមន្ត្រីជំទាវខណាងធ្វើអាក្រក់ធ្វើបាបនឹងកើតមានការតស៊ូរើបបំរាស់មនុស្សនឹងកើតជំងឺដង្កាត់ច្រើនទំនាយថ្ងៃវរៈវណ្ណបតត្រូវនឹងថ្ងៃអង្គារទំនាយថាឆ្នាំនោះស្លាម្លូស្រូវអង្ករត្រីសាច់នឹងថ្លៃអាមាត្យមន្ត្រីនឹងខូចបនស័កឬត្រូវក្តៅក្រហាយចិត្តយ៉ាងច្រើនទំនាយថ្ងៃឡើងស័កត្រូវនឹងថ្ងៃពុធទំនាយថាឆ្នាំនោះរាជបណ្ឌិតបរហិតអាចារ្យហោរានឹងមានសេចក្តីសុខសម្រានជាអនេក